វ៉ាបងប្អូនទាំងគ្នាទេសភាពឆ្នេរទឹកសាបប្រជុំដោយកូនកោះជួយជួយស្រស់ស្អាតកំពុងតែលាក់ខ្លួននៅក្នុងទឹកដីខេត្តក្រចេះដែលបងប្អូនយើងមួយចំនួនមិនទាន់បានស្គាល់ជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំនៅក្នុងទឹកដីខេត្តក្រចេះនៅក្នុងវីដេអូនេះខ្ញុំនឹងនាំបងប្អូនឲ្យទៅស្គាល់ទីតាំងទេសចរមួយកន្លែងបែបធម្មជាតិដែលយើងអាចមើលថ្ងៃលិចថ្ងៃរះជាមួយនឹងឆ្នេរខ្សាច់ដ៏ស្រស់ស្អាតគឺឆ្នេរទឹកសាបហើយមានដើមឈើធំធំលេចនៅខាងក្នុងទឹកត្រជាក់សន្លឹមតែម្ដងហើយយើងក៏អាចបោះតង់គេនៅទីនោះបានផងដែរបើនិយាយពីតម្លៃវិញតង់មួយត្រឹមតែ 20,000 រៀលប៉ុណ្ណោះអាចគេងបានគ្នា2នាក់ហើយទីនេះគឺមានឈ្មោះថាកោះព្រហ្មចារីដែលមានទីតាំងស្ថិតនៅក្នុងឃុំជ្រោយបន្ទាយស្រុកព្រៃប្រសពខេត្តក្រចេះបងប្អូនចេញពីរង្វង់មូលព្រាបសបុកឡើងទៅខាងព្រៃកំពីទៅជីប្រហែលជា5គីឡូទៅដល់កន្លែងកំពង់ចម្លងមួយដែលមានឈ្មោះថាកំពង់ចម្លងរិស័យចាឆ្លងទឹកនឹងទៅដល់ត្រង់ខាងលិចហើយជិះឡើងទៅខាងលើទៀតទៅខាងជ្រោយបន្ទាយបងប្អូនជីប្រហែលជា8គីឡូដំបូងនោះគឺជីផ្លូវកស៊ូហើយក៏ចូលផ្លូវលំហើយជិះទៅត្រង់រហូតទៅគឺនឹងទៅដល់សហគមន៍កោះព្រហ្មចារីដល់ទីនោះក៏រៀបចំទុកដាក់ម៉ូតូហើយម៉ូតូតម្លៃ 2,000 រៀលក្នុងមួយថ្ងៃទុកដាក់ម៉ូតូរួចហើយពួកយើងទៅកំងមហូបគឺកំងនៅសហគមន៍ផ្ទាល់តែម្ដងបន្ទាប់មកទៀតក៏ចាប់ផ្ដើមរៀបចំសម្ភារៈដើម្បីឡើងទូកអូហ្នឹងហើយបងប្អូនភ្លេចណែនាំថាខ្ញុំមកជើងនេះគឺមានគ្នា7នាក់មានបងម៉ាងសិតបងពៅបងប្អូនប្រហែលជាស្គាល់អីគាត់ក៏ជាអ្នកផលិតមាតិកានៅក្នុងខេត្តកញ្ចេះនេះផងដែរហើយមានបងរ៉ានីហើយនិងមិត្តភក្តិបងម៉ា2នាក់ទៀតហើយកំឡុងពេលដែលអង្គុយរងចាំទូកហ្នឹងបងម៉ាគាត់ក៏បង្ហើរសូរសៀងសំនៀងដាក់មកបត់ចឹងទៅហើយទូកក៏មកដល់ភ្លាមតែម្ដងមិនបងអង្គយូរទេពួកយើងគ្នា7នាក់ជិះទូក2ទូកមួយតម្លៃ 50,000 រៀលយើងអាចជិះបានគ្នាពី4នាក់ទៅ5នាក់ហើយតាមអីវ៉ាន់តិចតាមអីវ៉ាន់ច្រើនចឹងទៅហើយចំពោះតម្លៃ 50,000 រៀលនេះគឺជូនយើងទៅហើយនឹងមកហើយបើសិនជាយើងចង់ឲ្យគាត់ជូនទៅលេងតាមកោះផ្សេងទៀតព្រោះនៅតំបន់កោះព្រហ្មចារីនោះមានកោះច្រើនមិនមានតែកោះព្រហ្មចារីនោះទេគឺមានកូនកោះផ្សេងតាមឆ្នេរតាមអីចឹងទៅចង់ឲ្យគាត់ជូនទៅលេងតាមកោះទូចផ្សេងទៀតចង់ឲ្យគាត់ជូនទៅលេងតាមលំផ្សោតតាមអីហ្នឹងគឺយើងថែមពីលើតម្លៃនឹងឲ្យគាត់ថែមតិចទៀតខ្ញុំមិនដឹងថាថែមប្រមាណទេប៉ុន្តែបើសិនជាបងប្អូនចង់ដឹងកាន់តែច្បាស់ក្នុងការឲ្យគាត់ជូនទៅដើរលេងតាមលំផ្សោតហ្នឹងបងប្អូនអាចតាក់ទងទៅតាម link ខាងលើខ្ញុំនឹងដាក់ឲ្យមាន Facebook page ហើយនិងលេខ Telegram របស់ប្រធានសហគមន៍តែម្ដងឆ្លងមិនជាយូរទេក៏មកដល់ហើយកោះព្រហ្មចារីគ្រាន់តែឈានចូលមកដល់ភ្លាមមានអារម្មណ៍ថាត្រជាក់ស្រាប់តែម្ដងជាមួយនឹងដើមឈើធំហើយបើខ្សាច់វិញគឺស្រស់ស្អាតមែនទែនឡើងសក្បាស់តែម្ដងបានច្រើនប្លង់ច្រើនម៉ូតច្រើនម៉ាកមែនទែនជាមួយនឹងទឹកក៏ត្រូវជាមួយនឹងខ្សាច់ក៏ត្រូវជាមួយនឹងដើមឈើធំក៏ត្រូវអូអែមស្នេហ៍ហើយឥឡូវនេះគឺយើងមកដល់កន្លែងបោះតង់ហើយតង់នេះគឺយើងជួលខាងសហគមន៍ក្នុងតង់មួយគឺតម្លៃ 20,000 រៀលគេងមួយយប់ហើយបើយើងគេង2យប់គឺ 40,000 រៀលបាទមួយយប់ 20,000 មួយយប់ 20,000 មានសម្ភារៈមានអីឲ្យមកកាផ្លេតែម្ដងរៀបចំកន្លែងសម្រាកស្រេចបាច់អស់ហើយពួកយើងក៏ចាប់ផ្ដើមទាញកាមេរ៉ាដើម្បីផលិតយករូបភាពស្អាតនៅក្នុងតំបន់កោះព្រហ្មចារីនេះដើម្បីចែកជូនដល់បងប្អូនដែលមិនទាន់បានដឹងមិនទាន់បានឮឲ្យមកទស្សនាឲ្យមកកំសាន្តឲ្យបានកាន់តែច្រើនជាងនេះដូចជាថ្ងៃលិចនេះជាដើមគឺมันអាចនឹងបរិយាយប្រាប់បងប្អូនថាម៉េចគឺវាស្រស់ស្អាតខ្លាំងពេកដោយសារថ្ងៃលិចមកចាំងជាមួយនឹងផ្ទៃទឹកផ្លាតជាមួយនឹងខ្សាច់ឡើងពណ៌មាសផ្លេកស្រស់ស្អាតសឹងថាមិនដឹងនិយាយប្រាប់បងប្អូនថាម៉េចគឺមានតែពាក្យមួយថាមានតែបងប្អូនមកទេបានដឹងពីភាពស្រស់ស្អាតមួយនេះថាស្អាតកម្រិតណាថតរូបស្អាតរួចហើយក៏នាំគ្នាងូតទឹកហើយក៏យប់តែម្ដងហើយក៏ជួយគ្នាម្នាក់ម្ដាយមកជើងអញ្ចឹងទៅអ្នកខ្លះរៀបចំបាយអ្នកខ្លះរៀបចំឆ្នាំងអញ្ចឹងទៅហើយបើបង្សិតវិញចាប់ផ្ដើមបកាត់ភ្លើងភ្នក់ដើម្បីបានល្ងើកយកមកអាំងសាច់ហើយសាច់មាន់ដែលយើងបានកំងមកពីខាងសហគមន៍ហើយមានត្រីមានបន្លែស្រស់តែម្ដងគឺសិតតែបានមកពីសហគមន៍ទាំងអស់គឺយើងកំងបាទឲ្យលុយសុទ្ធម្ហូបដែលកំងពីសហគមន៍ញ៉ាំមិនទាន់អស់ផងបងរ៉ានីគាត់ក៏មានណែមសាច់ត្រីមានកោងៀតមានអីគឺគាត់ដាក់មកខ្លួនគាត់ផ្ទាល់តែម្ដងភរិយារបស់គាត់ជាអ្នកវិចខ្ចប់ឲ្យហើយបើសិនជាបងប្អូនចង់បានណែមសាច់ត្រីដូចនៅក្នុងវីដេអូនេះហើយមានកោងៀតមានអីដែលមានរសជាតិឈ្ងុយឆ្ងាញ់នៅខាងកញ្ចេះបងប្អូនអាចតាក់ទងទៅគាត់បានខ្ញុំនឹងដាក់លេខទំនាក់ទំនងនៅខាងលើវីដេអូមួយនេះមិនមែនជា sponsor ទេបងប្អូនក៏ប៉ុន្តែខ្ញុំញ៉ាំឆ្ងាញ់អញ្ចឹងខ្ញុំក៏ណែនាំប្រាប់បងប្អូនអញ្ចឹងទៅបាយហើយបងប្អូនមក2នាក់នោះចាប់ដើមចូលគេងហើយម៉ាក៏ថាដូចយើងស្ងាត់ម៉េះដាក់មកបត់មើលម៉ាក៏រមមកបត់ទៅហើយបើកន្លែងទៅមើលអំពៅនោះវិញនោះអង្គុយស្ទូកសែងក្រោមទឹកសើមណានោះយប់ក៏កាន់តែជ្រៅទៅពួកយើងក៏នាំគ្នាអង្គុយនិយាយរឿងក្នុងចិត្តផ្ដោះផ្ដងបបិសោតការងារការផលិតវីដេអូការងារផ្សេងទៀតដែលពួកយើងធ្លាប់ឆ្លងកាត់មកចឹងទៅហើយកំពុងតែនិយាយគ្នាសុកហ្នឹងបងប្រុសខាងសហគមន៍ហ្នឹងក៏ដើរមកសួរថាមានខ្វះខាតអីអត់ប្រាប់គាត់មកបើខ្វះខាតគាត់ជិះទៅយកសម្ភារៈយកមកប្រកបអីហើយដោយសារគាត់សម្រាប់នៅក្បែរក្រុមពួកខ្ញុំដែរមានក្រុមផ្សេងទៀតគាត់បោះតង់ក្បែរខ្ញុំដែរប្រហែលជា 300-400 ម៉ែត្រពីគ្នាអញ្ចឹងគាត់ក៏ដើរមកសួរពួកយើងទៅហើយគាត់ក៏ទៅវិញហើយយប់ជ្រៅបន្តនិយាយគ្នាតទៀតរហូតដល់ចូលគេងរៀងខ្លួនព្រឹកឡើង
បាទនិយាយអំពីសម្រាប់ពេលព្រឹកនៅកោះព្រហ្មចារីយ៍នេះគឺមិនចាញ់ពេលល្ងាចសូរិយាអស្ដង្គគត់ប៉ុន្មានទេគឺស្រស់ស្អាតស្មើគ្នាពួកយើងទាំងអស់គ្នាងើបមកជាមួយនឹងថ្ងៃថ្មីដ៏ស្រស់ស្អាតនៅលើកោះព្រហ្មចារីយ៍ហើយពួកយើងចាប់ផ្ដើមនាំគ្នាងូតទឹកពេលព្រឹកហើយរៀបចំសម្ភារៈដើម្បីបកទៅវិញហើយការបកទៅវិញគឺបងសហគមន៍គាត់ដូរផ្លូវមិនមែនផ្លូវដែលយើងមកទេគឺផ្លូវផ្សេងហើយបើនិយាយពីសម្រស់ទេសភាពវិញគឺបាក់បែបទៀតហើយអូនិយាយទៅទាំងមកទេសភាពគឺប្លែករហូតតែម្ដងហើយបងប្អូនឃើញខ្ញុំកាន់ GoPro នេះបាទ memory ហ្នឹងគឺជួបរឿងអកុសលហើយមានបញ្ហា error ឆេះខ្ទេចអស់ហើយអញ្ចឹងវីដេអូដែលខ្ញុំកាត់នៅក្នុងវីដេអូមួយនេះគឺសិតសឹងតែវីដេអូដែលថតចេញពីទូរស័ព្ទទេហើយក៏បាត់ប្លង់ស្អាតច្រើនដែរដោយសារប្លង់ស្អាតខ្ញុំថតនៅក្នុង GoPro ហ្នឹងហើយ GoPro ហ្នឹងប្រើ memory ខូចបាត់ហើយបាទរឿងអកុសលរបស់ខ្ញុំអានេះខ្ញុំក៏សេតខ្លាំងណាស់ដែរបាទរហូតដល់ឥឡូវបាទខ្ញុំរៀងសប្បាយចិត្តមកវិញខ្ញុំកាត់វីដេអូនេះបងប្អូនមើលឥឡូវនេះទូកបានដល់ច្រាំងហើយអញ្ចឹងពួកយើងក៏ចាប់ផ្ដើមរៀបចំអីវ៉ាន់ទៅផ្ទះវិញចែកផ្លូវគ្នាទៅបំពេញភារកិច្ចការងារយើងរៀងខ្លួនវិញអរគុណបងប្អូនទាំងអស់គ្នាដែលបានមើលវីដេអូរបស់ខ្ញុំដល់ចប់សូមកុំភ្លេចជួយចុច Subscribe Channel YouTube របស់ខ្ញុំជួយ Follow Page របស់ខ្ញុំហើយសូមកុំភ្លេចជួយចុច Like ចុច Share វីដេអូរបស់ខ្ញុំម្នាក់មួយជួបគ្នាវីដេអូក្រោយជម្រាបលាបាយបាយ